ត្រកូលស៊ឺម៉ាគឺជាត្រកូលដ៏មានឥទ្ធិពលបំផុតមួយក្នុងសម័យសាមកុកជាពិសេសក្នុងនគរអ៊ុយពាក្យថានាគទាំង8នៃត្រកូលស៊ឺម៉ាគឺសំដៅទៅលើបងប្អូនប្រុសបង្កើត8នាក់ដែលសុទ្ធតែជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់និងមានសមត្ថភាពអស្ចារ្យ 1. ស៊ឺម៉ាឡាងឈ្មោះក្រៅប៉ហ្វានឬប៉តាលោកគឺជាបងប្រុសច្បងក្នុងចំណោមបងប្អូនទាំង8នាក់លោកជាមន្ត្រីដែលមានគុណធម៌និងចិត្តមេត្តាហើយត្រូវបានគេគោរពយ៉ាងខ្លាំងក្នុងជួររាជការតាំងពីសម័យដងជើរហូតដល់សម័យឆាវ 2. ស៊ឺម៉ាអ៊ីឈ្មោះក្រៅចុងតាក្នុងចំណោមបងប្អូនទាំង8នាក់លោកគឺជាអ្នកដែលមានឥទ្ធិពលនិងល្បីល្បាញបំផុតលោកគឺជាអ្នកយុទ្ធសាស្ត្រដ៏កំពូលនិងជាគូប្រជែងដ៏ស្វិតស្វាញរបស់ជូកេលៀងលោកគឺជាអ្នកដាក់គ្រឹះយ៉ាងរឹងមាំដែលធ្វើឲ្យត្រកូលស៊ឺម៉ាអាចដណ្ដើមរាជបល្ល័ង្កនិងបង្រួបបង្រួមទឹកដីចិនបង្កើតជារាជវង្សចិន 3. ស៊ឺម៉ាហ្វូឈ្មោះក្រៅស៊ូតាលោកជាមនុស្សដែលមានចិត្តស្មោះត្រង់បំផុតបើទោះជាកូនចៅរបស់លោកបានឡើងគ្រងរាជ្យជាស្ដេចក៏ដោយក៏លោកនៅតែប្រកាសខ្លួនថាជាមន្ត្រីរបស់នគរអ៊ុយរហូតដល់ថ្ងៃស្លាប់លោកមានអាយុយឺនយូររហូតទៅដល់93ឆ្នាំនិងជាទីប្រឹក្សាដ៏សំខាន់បំផុតម្នាក់ 4. ស៊ឺម៉ាខួយឈ្មោះក្រៅជីតាលោកជាមន្ត្រីម្នាក់ដែលបានបម្រើក្នុងតំណែងខ្ពស់និងមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងកិច្ចការផ្ទៃក្នុង 5. ស៊ឺម៉ាស៊ុនឈ្មោះក្រៅសៀនតាលោកក៏ជាមន្ត្រីម្នាក់ដែលមានភាពឧស្សាហ៍ព្យាយាមនិងជួយជ្រោមជ្រែងកិច្ចការត្រកូលស៊ឺម៉ាផងដែរ 6. ស៊ឺម៉ាជីនឈ្មោះក្រៅហួយតាមិនសូវមានកំណត់ត្រាអស្ចារ្យដូចបងឡើយប៉ុន្តែលោកជាផ្នែកមួយនៃកម្លាំងសាមគ្គីរបស់ត្រកូលស៊ឺម៉ា 7. ស៊ឺម៉ាថុងឈ្មោះក្រៅចៅតាបម្រើការងារជាមន្ត្រីរាជវង្សអ៊ុយ 8. ស៊ឺម៉ាមីនឈ្មោះក្រៅយូតាជាប្អូនប្រុសពៅបង្អស់ក្នុងចំណោមនាគទាំង8មូលហេតុដែលគេហៅថានាគទាំង8ព្រោះឈ្មោះក្រៅរបស់ពួកគេទាំង8នាក់សុទ្ធតែបញ្ចប់ដោយពាក្យថាតាដូចជាចុងតាស៊ូតាជីតាជាដើមដែលតំណាងឲ្យភាពរុងរឿងនិងការយល់ដឹងខ្ពង់ខ្ពស់